រោមរបស់ឯងទុនណាយប់នេះដេកជាមួយគ្នាណានឹងបានកក់ក្ដៅអាយថាម៉េចហ្នឹងស្មាគ្រប់ណាស់មិនលើកលែងសំបីតែឆ្មាឯនេះស្រួលខ្លួនតិចហើយស្ពឹកដៃស្ពឹកជើងអស់ហើយខ្ញុំអូនេះពធជួយផងអ្នកណាក៏បានដែរជួយនេះផងរឿងធីតាឆ្មាកាលវេលាមួយនាពេលព្រះច័ន្ទពេញវង្សអ្នកកំឡោះកុលបុត្រដែលអ្នកណាក៏ស្គាល់នឹងដឹងថានាយកំឡោះជាព្រានព្រៃដ៏ស្រស់សង្ហានឹងចិត្តទៀងត្រង់ស្លូតបូតជីវិតខ្ញុំហើយតើហេតុអីបានជាកំសត់យ៉ាងនេះតើពុកម៉ែរបស់ខ្ញុំមានមុខមាត់បែបណាទៅតើអ្នកណាជាអ្នកនិពន្ធសាច់រឿងរបស់ខ្ញុំបងនៅផ្ទះអត់នឹងមកឲ្យយកសម្លមកជួមកឲ្យបងបាទអាយបងនៅតាបងហូបបាយហើយនៅនេះសម្លមកជួផលិតម៉ែខ្ញុំប្រាប់ថាបងមិនស្រួលខ្លួនទើបឲ្យយកសម្លមកជួមកឲ្យហូបក្រែងបានជ្រះមាត់នឹងណាបងបងអរគុណណាស់អាយជម្រាបនឹងមីងថាបងអរគុណណាស់មានតែអាយនឹងមីងស្បែកទេកុំអីបងដាច់បាយញឹកញាប់ណាស់លោកតាតើនេះលោកតាមកពីណាទាំងយប់បែបនេះចៅប្រុសទីអីគឺតាមកពីចុងភូមិឯណោះយប់ប្រលប់ហើយតានៅចុងភូមិធ្វើអីតាយប់ស្ងាត់អញ្ចឹងណាគួរឲ្យខ្លាចម្យ៉ាងចុងភូមិមកសត្វតែព្រៃហ្នឹងណែនាងអាយមុននឹងនិយាយស្អីគិតផងណាយើងគឺជាមនុស្សចាស់ពាក្យសម្ដីរបស់ឯងនិយាយឲ្យវាទន់ភ្លន់តិចទៅនាងអាយដឹងស្អីទេបងសាក់នេះខ្ញុំនិយាយទន់ប៉ុណ្ណឹងហើយចង់បានទន់ប៉ុណ្ណាទៀតអាយបានហើយតាគ្រាន់តែប្រាប់ឲ្យល្អសោះមកនិយាយច្រឡំធ្វើអីទៅផ្ដាស់ណាតែថាចៅបុត្រតាទៅសិនហើយណាយប់ហើយម្យ៉ាងមិនចង់នៅឲ្យក្មេងដកស្កូវលេងទេបាទលោកតាតាមស្រួលប្រយ័ត្នប្រយែងផងតាព្រោះយប់ហើយឯងក៏ឆាប់ចូលផ្ទះសម្រាប់ទៅព្រោះនៅម្ដុំនេះសម្បូរសត្វព្រៃណាស់ប្រយ័ត្នវាខំយកទៅបាត់ទៅតាសាក់និយាយដោយសម្លឹងមុខនាងអាយពីព្រោះគាត់និយាយសំដៅលើនាងអាយនឹងហើយនេះតាសាក់តាចង់និយាយថាឲ្យអ្នកណាហាយើងថាឲ្យសត្វមិនបានថាឲ្យឯងទេតែបើឯងគិតថាខ្លួនឯងជាសត្វក៏យកបានណាយើងទៅហើយតាសាក់ចាស់ឲ្យមិនព្រមចាស់មកឆ្លោះជាមួយក្មេងទៀតបងបត់មកគាត់និយាយទៅបងឃើញអត់ហាបងមិនដឹងទេបងមិនបានឮលោកតាគាត់និយាយស្អីខុសផងគាត់ថាព្រោះតែបារម្ភយប់ហើយម្យ៉ាងទៀតក៏យប់ហើយដែរអាចប្រញាប់ទៅផ្ទះវិញទៅខ្លួនជាស្រីមកផ្ទះបងយប់ប្រលប់អញ្ចឹងមិនល្អទេក្រែងគេគិតថាអាយនឹងបងគឺអ្នកណាចង់និយាយអីក៏និយាយទៅរឿងគេតាហើយបើគេថាគេនិយាយថាយើងទាំងពីរក៏ល្អហើយកុំឲ្យមានស្រីណាមករញ៉េរញ៉ៃនឹងបងបត់នោះអីកំឡោះកុលបុត្រឮនាងនិយាយបែបនេះខ្លួនបែរជាគាំងពីព្រោះគេមិនបានមានចិត្តឬគិតអ្វីដូចនាងនិយាយទេគឺថាអាយឈប់សិនបងមិនដឹងថាអាយចង់និយាយពីអីទេប៉ុន្តែបងមិនបានគិតអ្វីដូចដែលអាយនិយាយទេណាបងទុកអាយដូចជាប្អូនស្រីបងអញ្ចឹងណាយល់ទេមិនយល់នេះបងបត់និយាយមានកាត់ដល់ចិត្តខ្ញុំខ្លះអត់មិនក៏បងនិយាយចេញមករួចនេះខ្ញុំស្រឡាញ់បងយូរហើយណាឬមកក៏បងមិនដឹងទេថាអាយនេះលាក់បងជួនបងប៉ុណ្ណានោះអាយបងមិនដឹងថាឯងនិយាយពីអីទេបើនៅតែបែបនេះណែសំឡយកទៅវិញទៅហើយឈុំមករកខ្ញុំទៀតឬទេថាហើយកំឡោះក៏ចូលផ្ទះបានហើយមិនខ្វល់នឹងនាងអាយបន្តិចសោះឡើយបងបត់បងចាំមើលណាបងនឹងស្ដាយក្រោយដែលធ្វើដាក់ខ្ញុំបែបនេះព្រឹកនេះមេឃស្រឡះល្អណាស់ខ្ញុំទ្រាំម្ហូបនិងបន្លែត្រីសាច់ទុកគ្រាន់ហូបកុំឲ្យគេថារស់ដោយសារតែគេទៀនបត់អើយបត់ទៅព្រៃទៀតហើយឯក្មួយបានមីងខ្ញុំគិតថាទៅរកត្រីរកបន្លែខ្លះទុកគ្រាន់ហូបនឹងណាមីង
ទៅចុះ មិនយូរប៉ុន្មានអ្នកកំឡោះបានមកដល់ព្រៃមួយខាងក្រោយភូមិមានផ្សិតជាច្រើនដុះជុំវិញហើយយ៉ាផ្សិតច្រើនណាស់តាសិតតែផ្សិតកែវនិងផ្សិតប៉ក់ផងបានផ្អែមមាត់ឲ្យខ្ញុំល្ងាចនេះខ្ញុំនឹងដកឲ្យបានច្រើនយកទៅលក់ផងក្រែងលក់បានប្រាក់ខ្លះទិញកផ្សិតកែវយកទៅធ្វើបង្អែមផងមិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេខានហូបយូរហើយដកបានហើយអ្នកកំឡោះក៏ប្រញាប់ប្រញាល់ត្រឡប់មកផ្ទះមុននឹងមានភ្លៀងធ្លាក់ពីព្រោះមេឃចាប់ផ្ដើមងងឹតកុំតន់ភ្លៀងអីណាជិតដល់ផ្ទះហើយព្រះអង្គអើយខណៈនោះស្រាប់តែមានសំឡេងឆ្មាយំមកពីណាក៏មិនដឹងក៏ល្បត់ឮហើយក៏ងាករកព្រោះគេឮច្បាស់ណាស់ថាជាសត្វឆ្មា